ចាសួស្តីបងប្អូនថ្ងៃនេះខ្ញុំមកចាប់ផ្ដើមបើកបង្រៀនវគ្គដំបូងមេរៀនទី1សម្រាប់កុមារចាប់ពី5ឆ្នាំដល់8ឆ្នាំចាអូខេ Hello everyone today I have to teach Chinese for kids from 5 years old to 8 years old the children for learn Chinese 大家好，我今天来介绍一下同学们的第一本书，就是对小孩5岁到8岁的有效，可以到这边来跟着我读，跟着我学一下中文和简文。អូខេអញ្ចឹងឥឡូវខ្ញុំចាប់ផ្ដើមអ្នកទាំងអស់គ្នាចាប់ផ្ដើមគឺខ្ញុំចាប់ផ្ដើមរៀនមេរៀនទី1តែម្ដងអញ្ចឹងសៀវភៅវាគឺ轻松学汉语 for kids អូខេកន្លែងនេះគឺជាមេរៀនទី1មេរៀនទី1គេរៀនអំពីលេខ1លេខ2និងលេខ3ជាភាសាចិនតោះអញ្ចឹងដើម្បីច្បាស់ថាលេខ1និងលេខ2គេអានថាម៉េចអានតាមខ្ញុំទីអ៊ីខទីនឹងលេខរៀងទីអ៊ីនឹងលេខ1ខនឹងមេរៀនអញ្ចឹងមេរៀនទី1មេរៀនទី1អ៊ី2សានចឹងលេខ1គេហៅថាអ៊ីលេខ2ហៅលេខ3ហៅសានតោះអញ្ចឹងមេរៀនដំបូងគឺយើងចាប់ផ្ដើមរៀនអំពីស្រៈទាំង6សិនជាងស្រៈនេះក្នុងភាសាចិនសំឡេងគឺវាមាន4សំឡេងសំឡេងទី1គឺយើងស្មើសំឡេងទី2គឺយើងអូសពីក្អមមាត់ឡើងមកដល់ចុងច្រមុះសំឡេងទី3គឺយើងអូសចំបំពង់កលេបពីដើមកលេបពីក្អមមាត់ចូលបំពង់កសំឡេងទី4គឺយើងស្ដោះចេញតោះដូចជាតោះអានតាមខ្ញុំទៅរាល់ថ្ងៃទៅចេះហើយតោះអា窝我呃二ណាអ៊ីសំឡេងទី1គឺទីសំឡេងទី1គឺស្មើអញ្ចឹងអាសំឡេងទី2គឺយើងអូសឡើងលើអាសំឡេងទី3សញ្ញាវាសំឡេងទី3គឺយើងធ្វើបែបនេះអាសំឡេងទី4អាតោះកន្លែងនេះគេឲ្យយើងរៀនស្ដាប់ប៉ុន្តែខ្ញុំរៀនបរៀនអានវិញណាអា我呃啊我តើអ្នកទាំងអស់គ្នាមើលនេះអានេះលេខ1ចិនគេហៅអីចាត្រឹមត្រូវអ៊ីចុះលេខ2ចាត្រឹមត្រូវអញ្ចឹងយើងមើលលេខ3ម្ដងមើលសានតោះអានទាំងអស់គ្នាទីសិនទៅអូខេ是តោះអានអូខេអញ្ចឹងរបៀបសរសេរខ្ញុំអាចប្រាប់ខ្លះអំពីរបៀបសរសេរអ៊ីគឺយើងទាញពីឆ្វេងមកស្ដាំតមកយើងសរសេរពីលើសិនចាំយើងសរសេរពីក្រោមអូខេសានក៏យើងត្រូវតែសរសេរពីលើសិនដែរដោយសារអាម៉ៅនេះវារៀង
sàn. Ok. Mơ là việc sẽ lệch 4 chia phía xa chấn chia ạ xa chấn hoa dương sinh chế món sụ hằng trợ câu kia sụ vàn hằng okay, việc sẽ viếtคือแบบนั้นอูยังเสียแบบนี้hằng sụ hằng trợ hằng ý三四五okay. 一二三四五好đến ăn luôn ấy这是多少这是二这是多少这是四这是多少这是三五一好来我们先读一下声母nó đặt lại đây cái beri làm phí chuyên chỉ nè miền po po mo po chẳng được việc gì po po mo po tổng tốn po po mí ឬក៏ប៉ាប៉ាអាចឲ្យអូនមើលវីដេអូហ្នឹងហើយឲ្យគាត់រៀនសរសេរតាមផម៉អូនរៀនសរសេរតាមឲ្យស្អាតណាកូនណា for ប៉ផម៉ for តថនលតថនលOK chia sẻ lại cơ khơ hờ cơ khơ hờ chí chi xì rồi mời đại biểu sắp xếp chí chí ô不是chí chi chi等于xì OK chứ chứ sư giờ và bây giờ sẽ viết chứ chứ sư giờ chớ chớ sơ ý ủ bây giờ sẽ viết chớ chớ sơ ý ủ anh ta là câu một đầu tiết phó phó mó phó tớ thơ nơ lơ
កខហជីឈីស៊ីជឺឈឺសឺយចឆសអ៊ីអ៊ូនេះរៀនដល់អក្សរគំនូសនៃអក្សរចិនគឺគេអានថាហឹងអញ្ចឹងហឹងគឺយើងទាញពីឆ្វេងមកស្ដាំហឹងស៊ុគឺយើងទាញពីលើចុះក្រោមស៊ុភាគឺយើងទាញពីលើចុះក្រោមហើយទាញបែបនេះភាណាអញ្ចឹងតើតើយើងរៀនចេះអំពីគំនូសអក្សរចិនហ្នឹងទើបបានយើងអាចរៀនសរសេរអក្សរចិនមកយើងដឹងថាឧទាហរណ៍អក្សរខ្ញុំប្រហែលព្រោះយើងរៀនសរសេរអក្សរភាហឹងស៊ុកោធីឆេកោភាទៀនអញ្ចឹងនៅពេលដែលយើងចេះ stroke ទាំងអស់នៃអក្សរចិនដែលយើងចេះមានប្រហែលជា30តួជាងយើងចេះវាយើងនឹងស្គាល់ពីអក្សរមួយមានគំនូសអីខ្លះនៅក្នុងហ្នឹងចាអ្នកទាំងអស់គ្នាសម្រាប់មេរៀនទី1នៃមេរៀនថ្ងៃនេះក៏ចាប់ដោយបរិបូរណ៍និងរងចាំបន្តនៅមេរៀនទី2បន្តទៀតចាអរគុណច្រើនជម្រាបលា